មហាសេដ្ឋីលុះរួចពីស្លាប់ហើយក៏នឹកក្នុងចិត្តថាអ្នកនេះមានគុណធ្ងន់ណាស់ឥឡូវនេះនឹងរកអ្វីឲ្យសងស្មើគ្នាមានតែកូនក្រមុំមួយល្អឲ្យមានប្តីដូច្នេះមានតែអញការឲ្យអ្នកនោះកាត់ហើយក៏ហៅមកការឲ្យទៅលុះការហើយពេលផ្សំដំណេកបុរសនោះកាត់លបងចិត្តប្រពន្ធហើយធ្វើជាផឹកស្រាស្រវឹងដេកទៅយប់យូរបន្តិចក៏ធ្វើជាក្អួតប្រឡាក់ប្រពន្ធអស់កូនសេដ្ឋីឃើញក្អួតប្រឡាក់ខ្លួនដូច្នោះក៏ស្រែកឡើងក្នុងយប់នោះថាលោកឪពុករកប្តីឲ្យខ្ញុំជាមនុស្សប្រមឹកក្អួតប្រឡាក់ខ្ញុំអស់ហើយខ្ញុំទ្រាំមិនបានទេមហាសេដ្ឋីឮកូនស្រែកដូច្នេះក៏ខកទៅថាកូនដេកទៅកុំនិយាយត្បិតប្តីកំពុងស្រវឹងហើយគេមានគុណផងខកដូចម្ដេចក៏មិនស្ដាប់ថាបើឲ្យទៅឆ្កែឆ្មាទ្រាំបានឯមនុស្សប្រមឹកខ្ញុំទ្រាំពុំបានទេលុះព្រឹកឡើងបុរសនោះរលឹកពីដេកក៏ចូលទៅរកសេដ្ឋីប្រគល់កូនឲ្យវិញហើយប្រាប់ថាមិនព្រមយកទេហើយថាមិនបានប៉ះដៃជើងឡើយមហាសេដ្ឋីខាត់សុំទោសឲ្យកូនក៏បុរសនោះពុំព្រមយកហើយលាមហាសេដ្ឋីយកតែកំបិតដើរទៅទៀតលុះស្ដេចយាងមកពីព្រៃទ្រង់ឲ្យទៅរកជាងដែលធ្វើរទេះនោះពុំឃើញទ្រង់ស្ដាយណាស់ទ្រង់ឲ្យអស់នាម៉ឺនចាត់សម្បត្តិរកគ្រប់ខេត្តក៏ពុំឃើញហើយទ្រង់នៅស្ងៀមទៅឯបុរសនោះលាសេដ្ឋីដើរទៅឆ្ងាយក៏បានទៅដល់នគរមួយដទៃទៀតស្ដេចនគរនោះទ្រង់ឲ្យនាម៉ឺនម្នាក់ទៅដេកវេនចាំយាមនៅចុងព្រះរាជរោងរាល់យប់ស្ដេចទ្រង់ចាញ់កាប់តែរាល់យប់ចាប់តាំងពីថ្ងៃដែលទ្រង់បង្គាប់មកនោះស្លាប់អស់នាម៉ឺនជាច្រើនថ្ងៃបុរសនោះទៅដល់ជួនត្រូវលើវេនចៅហៀទៅដេកថ្វាយស្ដេចកាប់ចៅហៀនោះក៏ធ្វើបុណ្យទានថ្ងៃនោះបុរសនោះទៅដល់សួរគេថាលោកមានការអ្វីបានជាធ្វើបុណ្យទានហើយម្ដេចក៏កូនប្រពន្ធយំរាល់គ្នាដូច្នេះគេប្រាប់ថាលោកត្រូវទៅដេកវេនថ្វាយស្ដេចកាប់ល្ងាចនេះបានជាលោកធ្វើបុណ្យមុនស្លាប់បុរសនោះថាឲ្យតែបាយខ្ញុំស៊ីចុះខ្ញុំទៅដេកថ្វាយស្ដេចជំនួសគេឮដូច្នេះក៏ទៅជម្រាបចៅវាឲ្យហៅបុរសនោះទៅឲ្យរៀបបាយតាក់ស៊ីហើយសួរថាបើអ្នកទៅដេកវេនថ្វាយស្ដេចខ្ញុំនឹងជួយធ្វើបុណ្យឲ្យអ្នកបុរសនោះក៏ទទួលដេកជួយហើយសុំគ្រឿងប្រដាប់ចៅវាពាក់នោះយកមកពាក់ហើយក៏លីកំបិតបន្ទោះចូលទៅដេកចុងព្រះរាជរោងចាំស្ដេចចេញមកកាប់ទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំស្ដេចចេញមកកាប់ទៅដល់ចុងព្រះរាជរោងបុរសនោះពុំដេកឡើយចាំស្ដេចពេលយប់ជ្រៅស្ងាត់ស្ដេចទ្រង់បើកទ្វារចេញមកទ្រង់កាន់ព្រះខ័នយាងចូលមកនឹងកាប់បុរសនោះឃើញស្ដេចយាងមកចិត្តក៏ស្ទុះចូលទៅចាប់ស្ដេចជាប់ហើយក៏ចាក់នឹងកំបិតបន្ទោះបង្ខុសពីរ3ដងហើយសួរថានរណាចូលមកទាំងយប់ស្ដេចទ្រង់ឲ្យអញចាំយាមក្នុងយប់នេះថាហើយក៏ចាក់បង្ខុសទៀតស្ដេចទ្រង់មានព្រះបន្ទូលថាទេអញទេនរណាអញទេអញជាស្ដេចអីមកពេលនេះអញមិនដឹងទេត្បិតស្ដេចទ្រង់ឲ្យអញចាំព្រះរាជរោងក្នុងយប់នេះសួរដេញដោលដូច្នេះហើយបុរសក៏លុតចង្គង់ថ្វាយបង្គំស្ដេចសុំទោសស្ដេចត្រាស់សួរថាចៅនៅឯណាបុរសនោះថាខ្ញុំនៅផ្ទះចៅវាស្ដេចទ្រង់ជ្រាបទ្រង់ញញឹមហើយទ្រង់ចូលទៅក្នុងវិញលុះព្រឹកឡើងបុរសនោះលីកំបិតចេញពីក្នុងវាំងមកផ្ទះចៅវាអ្នកផងឃើញឆ្ងល់ថាបុរសនោះនៅដេកវេនថ្វាយស្ដេចកាប់ម្ដេចក៏មិនស្លាប់ត្រឡប់ជាមកវិញចៅវាសួរបុរសនោះជម្រាបតាមដំណើរសពគ្រប់ហើយជម្រាបថែមទៀតថាស្ដេចសពថ្ងៃនេះមិនមែនជាកាយទេបាត់ទ្រង់ពិសោធន៍រកមនុស្សចេះដឹងក្នុងនគរដើម្បីរក្សាស្ដេចបានជាទ្រង់ចាត់មនុស្សឲ្យយាមទៅយាមចេះតែដេកលក់ទៅស្ដេចទ្រង់កាប់ចុះបើសត្រូវវាចូលទៅលុកលុយស្ដេចវិញហើយយើងដេកលក់នោះតើនឹងជាយ៉ាងណាទៅបុរសនោះនិយាយរឿងប្រាប់សពគ្រប់ទៅភ្ញាក់ខ្លួនរាល់គ្នាចៅវានោះមានកូនក្រមុំមួយក៏ឲ្យជាប្រពន្ធបុរសនោះដោយគិតថាបុរសនោះមានគុណធ្ងន់ណាស់លុះព្រឹកឡើងស្ដេចទ្រង់ឲ្យហៅបុរសនោះមកទ្រង់ឲ្យធ្វើជានាម៉ឺនធំរក្សាព្រះនគរបន្ទាប់ពីព្រះអង្គវេលាស្ដេចទ្រង់ព្រះជរាទៅទ្រង់ពុំមានព្រះរាជបុត្រនិងសោយរាជស្នងមានតែព្រះរាជធីតាមួយអង្គក៏ទ្រង់ព្រះរាជទានព្រះរាជធីតានិងរាជសម្បត្តិឲ្យបុរសនោះសោយរាជជាស្ដេចទៅ